ចឹងជំរាបសួរលោកគ្រូពួកខ្ញុំមកពីក្រុមទី8ដែលនឹង respond ទៅលើ perimeter defense ហើយនេះគឺជា network topology ដែលពួកខ្ញុំបាន build នៅលើ GNS3 ដែលយកចេញពីក្រុម network ដោយសារតែពួកខ្ញុំត្រូវ install នៅ firewall ដូចជា machine ដូចជា Linux អីចឹងពួកខ្ញុំសូមកាត់ដោយសារតែ counter space តូចអីចឹងទៅហើយអានេះគឺជា internet ដែលពួកខ្ញុំប្រើណាត់ដើម្បីអាចឲ្យវា access ទៅកាន់ internet បានដែលនៅខាងនេះមាន DDoS protection ហើយនឹង PFSN firewall ដែលពួកខ្ញុំប្រើសម្រាប់filter ផងក៏ដូចជានឹងធ្វើការ route IP នៅក្នុង network ដែរហើយខាងនេះគឺជា DMZ zone ដែលមាន2គឺមាន web application ជាមួយនឹង email ដែលពួកយើងនឹង build នៅ web application firewall ក៏ដូចជា email gateway ដែលនៅខាងនេះគឺជា syslog ដែលពួកខ្ញុំប្រមូល all log device ទាំងអស់ដែលពួកខ្ញុំ build ហ្នឹងដើម្បីបញ្ជូនទៅតាម TeamSock ហើយនេះគឺជា workstation ហើយមិត្តភ័ក្ដិខ្ញុំនឹងលម្អិតទៅខាងនឹងបន្តទៀតជំរាបសួរលោកគ្រូខ្ញុំឈ្មោះកែវសកញ្ញាហើយខ្ញុំនឹងមកនិយាយតពីមិត្តភ័ក្ដិរបស់ខ្ញុំដែលចំណុចដែលខ្ញុំនឹងនិយាយគឺតាក់ទងជាមួយនឹង DDoS protection ដែលនៅក្នុង DDoS protection នេះខ្ញុំប្រើប្រាស់នៅ mode evasive ដែលវាគឺជា open source tool មួយដែលគេប្រើជា DDoS protection ដើម្បីការពារនៅ DDoS attack ហើយអីដែលខ្ញុំការពារនៅក្នុង test មួយហ្នឹងគឺ web server ដែលស្ថិតនៅក្នុង DMZ zone អញ្ចឹង objective នៅក្នុង test របស់ខ្ញុំហ្នឹងគឺខ្ញុំនឹងប្រើប្រាស់ mode evasive ហ្នឹងជា DDoS protection ដើម្បីធ្វើការ protect នៅ web server ដែលស្ថិតនៅក្នុង DMZ zone ហើយនៅក្នុងនោះខ្ញុំក៏ប្រើនៅconfig Apache ជា reverse proxy ដើម្បី point traffic ពី DDoS protection ហ្នឹងទៅកាន់ web server នៅក្នុង DMZ zone ហ្នឹងចឹង step ទី1យើងគ្រាន់តែធ្វើការ update system របស់យើងធម្មតា step ទី2យើងធ្វើការ install Apache ហ្នឹងហើយធ្វើការ verify ហើយនេះគឺជា comment ដែលយើងប្រើដើម្បីធ្វើការ install Apache ក៏ដូចជា enable service stat ហើយនឹង check មើល status របស់វាហើយនេះបន្ទាប់ពីយើងធ្វើការ install ហើយនឹង enable service វាបានជោគជ័យហើយវានឹងឃើញបែបនេះហើយ OS ដែលខ្ញុំប្រើនៅក្នុង test មួយហ្នឹងគឺ Ubuntuហើយ step ទី3គឺយើងធ្វើការ install នៅ mode evasive ដោយប្រើ command មួយនេះ step ទី4យើងធ្វើការ config ទៅលើ mode evasive log directory វាគឺជា directory មួយដែលយើងប្រើដើម្បី capture នៅ IP របស់ attacker នៅពេលដែល attacker attack មកហើយ step ទី5គឺ config នៅ rule របស់ mode evasive ហ្នឹងដែលនៅក្នុងហ្នឹងយើងមានការ notify តាម email ដូចគ្នាដែរនេះថានៅពេលដែល attacker attack មកវានឹង load ទៅកាន់ email របស់អ្នកដែលកាន់នៅ DDoS protection ហ្នឹងហើយនៅក្នុងហ្នឹងនៅពេលដែល attacker គាត់ send traffic មក20 traffic ក្នុងពេលតែមួយវានឹងចាប់ថា traffic ហ្នឹងជា DDoS attack ហើយដោយសារ send មក20 traffic ក្នុងពេលតែមួយអញ្ចឹងវានឹង add IP របស់attacker ហ្នឹងមកកាន់ directory មួយនេះដែលយើងបាន config មិញហ្នឹងហើយវាអត់ block traffic ទេប៉ុន្តែគ្រាន់តែថាវាអត់ឲ្យ web server ហ្នឹង respond ទៅវិញអញ្ចឹងវានឹង capture យក IP របស់ attacker ហ្នឹងចូលទៅកន្លែង blacklist មួយដែលតតែ5នាទីក្រោយបាន attacker ឬក៏ user ហ្នឹងអាច request ទៅវិញម្ដងទៀតបានហើយបន្ទាប់មកទៀតយើងគ្រាន់តែ check enable mode evasive ហ្នឹងហើយនេះគឺជា step បន្ទាប់គឺយើងធ្វើការ config នៅ email alert ដោយប្រើប្រាស់នៅ postfix ដើម្បីធ្វើការ alert email ទៅកាន់យើងនៅពេលដែលមាន attacker attack មកហើយនេះគឺជា example ដែលខ្ញុំ test ទៅវាជោគជ័យហើយ step ទី8យើង config នៅ config Apache របស់យើងជា reverse proxy ដើម្បី point ទៅកាន់ web server ដែលស្ថិតនៅក្នុង DMZ zone ហ្នឹងហើយចំណុចទី10យើង verify មើលអញ្ចឹងកន្លែងនេះខ្ញុំធ្វើការ verify ដោយខ្ញុំ access ទៅកាន់ IP របស់ DDoS protection ខ្ញុំប៉ុន្តែវា point ទៅកាន់ web server ដែលស្ថិតនៅក្នុង DMZ zone ហ្នឹងអញ្ចឹងមានន័យថា configuration របស់ខ្ញុំបានជោគជ័យហើយនេះយើងអាចទៅ check មើល log ដែលនៅក្នុង log នេះនៅក្នុង DDoS protection ឃើញថាយើង access ទៅវាក៏មានការ record log ដូចគ្នាដែរហើយចំណុចបន្ទាប់របស់ខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង pen test ទៅលើ pen test ទៅលើ web server របស់ខ្ញុំនឹងសំទោសធ្វើការ pen test ទៅលើ DDoS protection របស់ខ្ញុំនឹង
ដែល objective នៅក្នុង task មួយហ្នឹងគឺធ្វើការតេស្តមើលទៅលើ DDoS protection ខ្ញុំហ្នឹងថាវាពិតជា work មែនអត់អញ្ចឹងដំបូងយើងធ្វើការ verify សិនថា DDoS protection យើងហ្នឹងពិតជាDDoS protection gateway យើងហ្នឹងពិតជា work មែនអត់ដោយដំបូងខ្ញុំធ្វើការ access តាម URL មួយនេះដើម្បីទៅ check មើលថាយើងពិតជាអាចយក web server អាច request ចូលទៅ web server ដែលនៅក្នុង DMZ zone បានអត់អញ្ចឹងយើងឃើញថា result គឺយើងបានហើយបន្ទាប់ទៀតយើងធ្វើការ prepare text ហើយនេះគឺជា command ដែលខ្ញុំប្រើដើម្បីធ្វើការ flat traffic ទៅកាន់ web server ដែលស្ថិតនៅក្នុង DMZ zone ហ្នឹងហើយដោយខ្ញុំប្រើ AB ហ្នឹងវាគឺ Apache branch មួយដែលយើងប្រើវាដើម្បី flat នៅ traffic តែនៅក្នុងខ្ញុំ flat 1000 traffic ហើយម្ដងខ្ញុំ flat 100ទៅកាន់URL មួយនេះអញ្ចឹងទៅពេល flat ហើយទៅយើងក៏ឃើញ result ថា fail request គឺមាន999អញ្ចឹងមានន័យថា10 request ហ្នឹងគឺfail បាត់ហើយអត់អាច server អត់ reply មកវិញទេហើយ complete request ទាំងអស់គឺមាន1000ហើយ non response គឺ990អញ្ចឹងយើងបន្ទាប់មកទៀតយើងធ្វើការទៅ monitor ទៅលើlog របស់យើងអញ្ចឹងនៅក្នុង error log ហ្នឹងយើងឃើញមាន record នៅពេលដែល attacker ហ្នឹងattack មកកាន់ web DDoS protection របស់យើងនឹងវា record ហើយកន្លែងនេះយើងក៏ចូលទៅ check មើលនៅក្នុង directory មួយនេះក៏ឃើញមាន IP របស់ attacker ដែល attack មកហ្នឹងដូចគ្នាដែរហើយខ្ញុំសូមបញ្ជាក់នៅក្នុងការ attack ហ្នឹងខ្ញុំអត់បានយក device ផ្សេងទៅ attack ទេដោយសារនៅក្នុង GNS3 ហ្នឹងវាបើក device ច្រើនក្នុងពេលតែមួយអត់កើតដោយសារវា CPU ខ្លាំងពេកអញ្ចឹងទៅខ្ញុំក៏ប្រើ device ដដែលហ្នឹងដើម្បីធ្វើការ attack test មើលប៉ុន្តែឃើញថាវា success ដូចគ្នាដែរហើយបន្ទាប់មកទៀត verify IP blocking ហ្នឹងបន្ទាប់ពី DDoS protection ហ្នឹង block IP មិន block ទេ add IP របស់ attacker ហ្នឹងចូលទៅក្នុង blacklist ហើយនៅពេលដែល attacker ចាប់ផ្ដើម access ទៅកាន់ web ម្ដងទៀតវានឹងចេញបែបនេះហើយវានឹង alert ទៅកាន់វានឹង alert email ទៅកាន់អ្នកដែល monitor ទៅលើ DDoS protection ហ្នឹងដោយវាប្រាប់ IP អីរបស់ attacker ហ្នឹងហើយបន្ទាប់មកទៀតយើង confirm នៅពេលដែលយើងយក device ផ្សេងទៀតដើម្បីធ្វើការ access ទៅកាន់ web server ហ្នឹងវាបានធម្មតាអញ្ចឹងមានន័យថាវា block តែ IP របស់ attacker ឯងអញ្ចឹង device ផ្សេងអាច access បានធម្មតាអញ្ចឹងចំណុចរបស់ខ្ញុំមានតែប៉ុណ្្នឹងឯងចំណុចបន្ទាប់ខ្ញុំសូមឲ្យទៅកាន់មិត្តភ័ក្ដិខ្ញុំដើម្បីបន្ត presentation បន្ទាប់ទៀតដែលយើងចូលទៅកន្លែង OpenVPN ហើយទៅខ្ញុំបាន config ចំពោះ interface WAN ហើយទៅចំពោះ remote user remote access ហើយទៅ channel ដែលគាត់ access ចូលមកគាត់នឹងឆ្លងកាត់ channel នេះហើយនៅពេលអានេះជា source IP របស់គាត់ហើយជាមួយនឹង port 1194ហើយបន្ទាប់មកក៏នៅក្នុងនេះគាត់បានប្រើប្រាស់ជា backend របស់ខ្ញុំដាក់ backend authentication server ដែលវាមកពីខ្ញុំ using IAM radius free radius ដែលមាន service នៅក្នុង PFSense នេះដែរនេះគឺជា certificate ហើយជាមួយនឹងការ decrypt AES 256 GCM AES 128 GCM និង Cha Poly នេះគឺជា configuration ចំពោះ OpenVPN និងចំណុចបន្ទាប់យើងនិយាយអំពី service ដែលខ្ញុំប្រើសម្រាប់ IAM គឺ free radius ដែលក្នុងនោះយើងត្រូវមុនដំបូងដោយមាន server authentication server មួយសម្រាប់ Type radius
ទៅដែល user ដែលគាត់នៅក្នុង IAM នោះនឹងស្គាល់ជាមួយនឹងជាមួយនឹង VPN ដោយយើងមាន user ដូចជា Jcatter ដែលគាត់ប្រើ OTP ហើយទៅគាត់មាន IP នេះគឺជា IP របស់គាត់ហើយ expiration day ដែលនៅពេលដែលផុតកំណត់ឬក៏ដល់ថ្ងៃកំណត់ account គាត់នឹងបាត់ហើយនេះជា session time out នៅពេលដែលគាត់ចូលទៅក្នុងគាត់ប្រើប្រាស់ Open VPN នោះហើយនេះគឺជាពេលដែលគាត់អាច log in បានគឺalways ចំពោះពីម៉ោង 8 កន្លះទៅម៉ោង 11:30 ហើយខ្ញុំបានដាក់ជា VLAN ID 10ហើយនឹងពួកគាត់នៅក្នុង IT department ហើយដូចជាចំពោះ admin គាត់ប្រើក្នុង VLAN 20ហើយsession ចំពោះការ possible login គាត់តែ weekday ទេចាប់ពីម៉ោង 8 កន្លះដល់ម៉ោង 6 ល្ងាចនៅក្នុង VLAN ID 20ហើយចំពោះដូចជានេះគឺដូចគ្នាតែគ្រាន់ខុស VLAN 30 40ហើយចំពោះនេះវិញគឺជា constructor ដែលគាត់ដូចចង់មកការ intern ឬក៏គាត់ធ្វើតែជា third party ចឹងគាត់ថ្ងៃកំណត់របស់គាត់គឺខែ2026ខែ February ថ្ងៃ28នៅពេលដែលផុតកំណត់ថ្ងៃនោះគាត់ account របស់គាត់នឹង disable ចោលតែចំពោះក្នុងនឹងនីមួយៗដែរគេក៏មានខ្ញុំបានប្រើប្រាស់authentication របស់ OTP authentication method របស់ Google Authentication ដែលខ្ញុំបាន scan QR code ហើយនៅការ login នេះដែរត្រូវប្រើប្រាស់ PIN ជាមួយនឹង OTP ដែលយើងបាន scan ដែល provide by QR code ហ្នឹងហើយទៅយើងដាក់ចូលទូរស័ព្ទឬក៏កុំព្យូទ័រអញ្ចឹងទៅហើយទៅវានឹងចេញ OTP រយៈពេល30 second ម្ដងវានឹង expire អញ្ចឹងយើងត្រូវវា reload ថ្មីរហូតចំពោះចំណុចបន្ទាប់យើងនិយាយអំពីការ set rule តាម role base ដោយខ្ញុំប្រើប្រាស់នៅ firewall ហើយ Open VPN ដោយយើងមាន IT ក្រុមខាង IT ដែលគាត់ចូលតាម Tenet source របស់គាត់នេះហើយគាត់ access ទៅ IT LAN ហើយបន្ទាប់មកក៏មាន admin ដែលគាត់ចូលទៅ admin LAN ហើយ HR គាត់ចូលទៅ HR finance គាត់ចូលទៅ finance ហើយដូចជា finance ចូលមក IT គាត់កើតដែរដោយសារតែយើងឲ្យគាត់ទៅបានតែ finance ទេតែរបស់ខ្ញុំបានជ្រើសរើសយកការតេស្តតាម diagnosis authentication ដែលយើងប្រើ server របស់យើងដែល free radius authentication server ហ្នឹងហើយទៅនឹងឈ្មោះ user ហើយ password ហើយទៅ password នេះ pin បូកជាមួយនឹង OTP ដែលយើងយកមកពី Google Authenticator ហើយយើងតេស្តមកពួកគាត់នៅក្នុង group all ហើយទៅនឹង admin យើងនិយាយអំពីចំណុច lock system lock ដែលបានមកពី next generation firewall នេះមានដូចជាOpen VPN មាន message មាន time មាន process មាន PID ហើយនិង message ដែលមាននៅក្នុងនេះជាដើមអញ្ចឹងខ្ញុំឈ្មោះនីមីលៀតអញ្ចឹងខ្ញុំនឹង respond តាក់ទងជាមួយនឹង next generation firewall អញ្ចឹងខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង main objective នៃ task របស់ខ្ញុំដែលខ្ញុំនឹងធ្វើទី1ហ្នឹងគឺការតាក់ទងមួយ traffic filtering ហើយនិង firewall អញ្ចឹងក្នុងនោះខ្ញុំនឹងប្រកាសថា only authorized ហ្នឹងដែលគាត់អាច connect ទៅឬក៏ access ចូលទៅកាន់ LAN ឬក៏ DMZ បានទី2តាក់ទងមួយ network segmentation between LAN DMZ ហើយនិង VPN tunnel ដែលមិត្តភ័ក្តិខ្ញុំបាននិយាយពីខាងលើដែលក្នុងនោះតាក់ទងមួយការ isolating sensitive internal resource ពី public server ដែលគាត់ access ចូលមកទី3តាក់ទងមួយ NAT ឬក៏ port forwarding នឹងអញ្ចឹងមានន័យថា user ដែលគាត់ចូលមកគាត់ប្រើ public IP ហើយគាត់ access ទៅកាន់ public DMZ
ដែលយើងដាក់នៅ private IP ហើយទី4តកតងមួយការដាក់ rule something ដែល relate ជាមួយនឹង VPN នឹងហើយចុងក្រោយតកតងមួយ maintaining isolating between internal network នឹងផងដែរអញ្ចឹងក្នុង lab ហ្នឹងគឺ focus ទៅលើតែ procedure ប៉ុណ្ណឹងឯងដោយសារតែក្នុង PSN ហ្នឹងវាមាន environment ច្រើនឬក៏របស់ច្រើនដែលយើងអាច configure បានតែដោយសារតែពេលវេលាហើយនឹងការធ្វើថ្មីអញ្ចឹងខ្ញុំអាចមានពេលដើម្បីធ្វើអាហ្នឹងតនេះចឹងយើងចូលដល់ចំណុចទី2 next generation firewall overview អញ្ចឹងក្នុង lab ហ្នឹងឬក៏ការធ្វើហ្នឹងខ្ញុំនឹង using PSN ដែលវាជា centralized security gateway between internal ឬក៏ internal network ស៊ូហ្នឹងអញ្ចឹងក្នុងហ្នឹងគឺមាន key feature ប្រហែលចំណុចដែរដែលខ្ញុំនឹងនិយាយតាក់ទងទី1តាក់ទងមួយ stateful package inspection អញ្ចឹងកន្លែងហ្នឹងគឺតាក់ទងមួយការ track នៅ connection ហើយ ensure ថា only traffic ទាំងអស់ហ្នឹងវាអាចដើរទៅបានហើយទី2តាក់ទងមួយ NAT and port forwarding ដូចខ្ញុំបាននិយាយខាងលើអញ្ចឹងហើយ rule based firewall ដែលយើងធ្វើថាតើIP ណាឬក៏ block ណាគាត់អាច access ទៅកន្លែងណាបានយើងដាក់ rule AV អញ្ចឹងទៅហើយទី4ហ្នឹងតើតើមួយ VPN internal traffic control អាហ្នឹងគឺមិត្តភ័ក្ដិខ្ញុំគាត់អ្នក response ហើយមួយទៀតហ្នឹងគឺតើតើជាមួយនឹង IPS ហើយ IDS ដែលមិត្តភ័ក្ដិខ្ញុំគាត់នឹង present ក្រោយហ្នឹងដែរអញ្ចឹងយើងចូលមកវិញថា network zone នៅក្នុងរបស់ពួកខ្ញុំហ្នឹងមានអីខ្លះអញ្ចឹងក្នុងហ្នឹងវាមាន WAN LAN DMZ ហើយ VPN internal អញ្ចឹងនៅ WAN ហ្នឹងភាគច្រើនវាជា IP មួយដែលអាស្រ័យនៅពេលដែលយើង download PSN ហ្នឹងវាមាន IP LAN ហើយ CRJ បើមិនជាអត់មានទេយើងអាចចូលទៅ config បានអញ្ចឹងអាហ្នឹង purpose វាគឺមានដើម្បីឲ្យយើងអាចទៅ access ទៅកាន់ internet បានបើចំពោះ LAN ក្នុង PSN ហ្នឹងក៏វាមានដែរមាន 192.168.1.1 តែដោយសារតែពួកខ្ញុំត្រូវការ IP ច្រើននៅក្នុង LAN ពួកខ្ញុំក៏បន្ថែមដែរអញ្ចឹងពួកខ្ញុំបានប្រើនៅ subnet ផ្សេងៗដូចគ្នាអាហ្នឹងដើម្បីឲ្យ internal user ហ្នឹងគាត់អាចប្រើបានហើយ DMZ វាជា public DMZ zone ដែលយើងឲ្យ user ខាងក្រៅហ្នឹងគាត់ access ចូលបានអញ្ចឹងជា rank IP ខ្ញុំដាក់ប៉ុណ្ណឹងហើយ VPN internal គឺយើងប្រើ Open VPN ហើយយើងប្រើវាដើម្បី control firewall rule ក៏ដូចជាការ config មួយ IAM ដែរអញ្ចឹងចូលដល់ចំណុចទី3ចំណុចទី3ខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង network segmentation design អញ្ចឹងក្នុង enterprise network ហ្នឹងភាគច្រើនគេធ្វើដើម្បី prevent unauthorized ដែលគាត់ចូលទៅកាន់នឹង protect internal resource ក៏ដូចជា securely like expose នៅ public switch ដែរអញ្ចឹងបើយើងមើល LAN ដោយសារខ្ញុំ mention ខាងលើថា LAN ពួកខ្ញុំមាន different subnet អញ្ចឹងខ្ញុំនឹងនិយាយថាពួកខ្ញុំប្រើអីខ្លះក្នុង purpose អីគេអញ្ចឹង subnet ដោយប្រើ OTP1 ហើយក្នុងយើងចូលដល់ចំណុចទី4គឺ network next generation implementation procedure អញ្ចឹងក្នុងនេះខ្ញុំនិយាយថាពួកខ្ញុំធ្វើវាមិនអញ្ចឹង after ពួកខ្ញុំ download PSN ហ្នឹងហើយវាមាន IP អញ្ចឹងក្នុងហ្នឹងគ្រាន់តែខ្ញុំ config នៅបន្ថែមតាក់ទងមួយ WAN LAN ហើយនឹង add new interface មួយដើម្បីយើង connect វាទៅ DMZ zone ដោយប្រើ OTP1 ហើយក្នុង IP 192.168.0/24នេះចុច 0/24 នេះពួកខ្ញុំប្រើនៅក្នុង rank ហ្នឹងអញ្ចឹងបន្ទាប់ពីធ្វើហើយវានឹង load អានេះដោយសារតែ part មិត្តភ័ក្ដិខ្ញុំគាត់ធ្វើពីមុនអញ្ចឹងវា load មកទាំងអស់ដូចគ្នានៅក្នុង interface PSN ហ្នឹងអញ្ចឹងទី2តាក់ទងមួយការ config NAT គឺក៏ port forward អញ្ចឹងដូចយើងដឹងចឹងថាការ config NAT ហើយ port forward ហ្នឹងវាជាកន្លែងមួយដើម្បី translate នៅ public IP ទៅ private IP អាហ្នឹងវា secure នៅពេលដែលយើងចង់ឲ្យ user ខាងក្រៅគាត់ access មកប្រើ public IP ហើយគាត់អត់ស្គាល់នៅ private IP យើងឯងអញ្ចឹងដោយសារតែក្នុងរបស់ពួកខ្ញុំមាន two service តាក់ទងមួយ web server ហើយនិង mail server អញ្ចឹងក្នុងនោះ web server ខ្ញុំtranslate នៅ port 80 port 443ដែលពួកខ្ញុំអាចឲ្យគាត់ access ទៅកាន់ server 192.168.2.10 ដែលជា web server ហ្នឹងហើយអានេះបើចំពោះ mail server វិញមាន 25 110 144ហើយពួកខ្ញុំហើយគាត់ access ទៅកាន់ mail server ដែលមាន IP ចំនួនប៉ុណ្ណឹងអ
អញ្ចឹងអានឹងវា all inbound ហើយ traffic យើងនឹង block by default អញ្ចឹងអានេះជារូបភាពដែលខ្ញុំ proof ថាពួកខ្ញុំបាន config អានឹងនៅលើ PSN នឹងបានអញ្ចឹងចូលដល់ចំណុចទី3ជាចំណុចមួយដែលសំខាន់ដែរដោយសារវាស្រួលទៅចំណុចទី4អញ្ចឹងពួកខ្ញុំតាក់ទងមួយការ config firewall list មានន័យថាយើងដាក់ឈ្មោះវាទៅហើយតំណាងវាឲ្យ IP មួយណាអញ្ចឹងនៅក្នុងហ្នឹងដូចខ្ញុំឃើញអញ្ចឹងខ្ញុំដាក់ LAN stack តាក់ទងមួយ rank 192 168ចុចកន្លែងហ្នឹងចុច10ចុច20ចុចអីចឹងទៅតាមនឹងចឹងតើហ្នឹងតាក់ទងមួយ full access ទៅកាន់ DMZ zone ហើយ intern ដូចខ្ញុំបាន mention ខាងលើចឹងគឺ IP rank ប៉ុណ្ណឹងកន្លែងហ្នឹងIP rank ប៉ុណ្ណឹងកន្លែងហ្នឹង mistake ទីកន្លែងហ្នឹង 192.168.50.0 ឥឡូវហ្នឹងក៏ចុច 10.20.30.40 ហើយចុច 0/24 ដែរហើយខាងក្រោមហ្នឹងគឺ LAN admin ដូចខ្ញុំ mention ខាងលើអញ្ចឹងគឺពួកខ្ញុំរ៉ៃណាប្រើតែមួយទេគឺ 192.168.1.100 ដែលជា manager ទៅកាន់ PSN web GUI ហ្នឹងហើយ DMZ zone មានចំនួន2ហ្នឹងគឺ 192.168.2.10 ហើយ 192.168.2.20 ដែលជា web server ហើយមួយទៀតគឺ mail server អានេះmanager ទៅកាន់ PSN web GUI ហ្នឹងហើយ DMZ for sending record receiving message securely ហើយ purpose principle វាវិញគឺតាក់ទងមួយ only mail related port ដែល open ហើយក្រៅពីហ្នឹងគឺពួកខ្ញុំ block អញ្ចឹងចំណុចទី3គឺ block any ហើយ default any ទៀតអញ្ចឹងអាហ្នឹងយើង block any principal ហើយ any unspecific traffic ហ្នឹងគឺនឹង auto block អាហ្នឹងយើងprevent នៅ malware ឬក៏ attacker ដែលគាត់ចូលមកអីចឹងបានហើយយើងចូលអានេះគឺជា interface ដែលខ្ញុំដាក់ដោយសារតែអាខ្លះវាជាប់ default ពី PSN នឹងស្រាប់អញ្ចឹងចូលមើល LAN interface វិញ LAN interface information ឬក៏អីចឹងទៅអាហ្នឹងវាតាក់ទងមួយ defend in depth ហើយនិង zero sensitive resource ដូចគ្នាអញ្ចឹងអានេះខាងក្រោមហ្នឹងខ្ញុំអាហ្នឹងវាមាន problem មួយដោយសារ GUI ហ្នឹងវាអត់ update port ទេតែក្នុងហ្នឹងខ្ញុំ config port ឲ្យពេល apply ទៅក៏វា okay ដែរតែកន្លែងហ្នឹងវាអត់ update ទេហើយពួកខ្ញុំព្យាយាម fix វាដែរតែដោយសារពេលវេលាវា race វាចិត្តដល់អញ្ចឹងវាបានប៉ុណ្ណឹងតែពេលខ្ញុំ config like we put port as normal អញ្ចឹងចូលចំណុចទី5 security benefit អញ្ចឹងដោយសារតែ LAN DMZ zone VPN ហ្នឹង segmentation ហ្នឹងយើងprevent នៅរបស់មួយហ្នឹងដោយសារពេលខ្លះវាមានរូបផ្សេងគ្នាអញ្ចឹងទៅហើយ control នៅ export for like service តាម NAT reduce នៅ attacker នៅពេលដែលគាត់ចូលមកអីចឹងទៅ rule base ហ្នឹងដូចយើងដឹងចឹងនៅពេលដែលមាន rule base គាត់មានតួនាទីធំតែជាអីដែលយើងដាក់ឲ្យយើងចឹងវា enforce នៅ less privilege ដែរហើយ default deny ហ្នឹងដើម្បី ensure ថា unauthorized traffic ហ្នឹង is blocked ហើយ prevent private IP ហេតុអីបានប្រើ private IP មិនប្រើអីចឹងទៅអញ្ចឹង private IP ហ្នឹងវា remain hiding from internet អញ្ចឹងវា prevent like direct attack នៅពេលដែលគេចង់ attack របស់យើងដែរអញ្ចឹងចំពោះ lab របស់ពួកខ្ញុំ lab របស់ part ខ្ញុំឬក៏ task ខ្ញុំតាក់ទងមួយ next generation firewall ដែលពួកខ្ញុំប្រើ PSN ហ្នឹងមានតែប៉ុណ្្នឹងឯងអញ្ចឹងក្នុង report ទាំងអស់ហ្នឹងបើ recap មកវាមាន NAT port forward តាក់ទងមួយ web និង mail server ហ្នឹង firewall rule តាក់ទងមួយចំពោះ lab របស់ពួកខ្ញុំ lab របស់ part ខ្ញុំឬក៏ task ខ្ញុំតាក់ទងមួយ next generation firewall ដែលពួកខ្ញុំប្រើ PSN ហ្នឹងមានតែប៉ុណ្្នឹងឯងចឹងចូលមកដល់ខ្ញុំទីមានកាន់ខាង IDS API ដំបូងយើងមក install Suricata package សិនដែលឥឡូវយើង install វានៅក្នុង available package ហ្នឹងហើយយើងចូលមកបង្កើត interface ដំបូងយើងបង្កើត WAN បន្ទាប់មកយើង take នៅអីដែលខ្ញុំ take ក្នុងវីដេអូហ្នឹងទៅអាហ្នឹងជាអីដែលខ្ញុំ config interface WAN បន្ទាប់មកយើងអាចចុច save នៅខាងក្រោមអូសវាមកក្រោមទាំងអស់ទៅចុច save នៅខាងក្រោម
ចឹងដោយសារតែយើងត្រូវទៅ config network មកតង់ទៀតដោយសារមកយើង enable IP address យើងយក key DHCP ហើយយើង tick ដូចអីដែលខ្ញុំបាន tick ក្នុងវីដេអូហ្នឹងទៅហើយយើងចុច click save ម្ដងទៀតយើងអាចទៅ save នៅ WAN interface ហ្នឹងបានហើយពេលយើង config network ហ្នឹងវាត្រូវការឲ្យយើង reboot ដែរពេល reboot ហើយទៅយើងអាចទៅ save នៅក្នុង WAN interface បានបន្ទាប់មកទៀតយើងទៅ config LAN interface ដូចជា WAN interface ដែរប៉ុន្តែយើងអត់បានដាក់ i block offender ទេចូលមកយើង click save ទៅហើយយើងចូលទៅមើល interface ដែលយើងបង្កើតវិញយើងទៅ enable ទាំង LAN ហើយនិង WAN ចុងបន្ទាប់មកទៀតយើងទៅ config rule ដែលយើងចូលទៅជា global setting ហើយ take ទៅអីដូចដែលខ្ញុំបាន take ក្នុងវីដេអូហ្នឹងហើយនឹង link ដែលខ្ញុំបានដាក់នៅក្នុងវីដេអូហ្នឹងបន្ទាប់ពី complete ហើយយើងចុច click save ហើយយើងនឹងទទួលបាននៅ rule ដែលយើងត្រូវ install អញ្ចឹងយើងចូលទៅកន្លែង update ហើយ update rule ទាំងអស់ហ្នឹងទៅយើងនឹងទទួលបាន emerging thread open rule ហ្នឹងហើយបន្ទាប់មកយើងចូលទៅកាន់ edit interface មួយដើម្បីចូលទៅselect យក rule ទាំងអស់ហ្នឹងយើងយក select all ទៅបានន័យថាយើងយក rule ដែលយើងបាន download មិញហ្នឹងយកមកប្រើទាំងអស់ហើយ click save វាសម្រាប់នៅក្នុង WAN interface ក៏ដូចគ្នាដែរតបយើងបាន config rule ហើយយើងចូលមកenable rule នីមួយៗនៅក្នុង interface យើងចូល LAN ហើយ LAN rule បន្ទាប់មកយើងទៅជ្រើសរើស category នៃ rule ណាដែលយើងចង់ប្រើដូចជា DNS ឬក៏ ICMP អីចឹងទៅអញ្ចឹងយើង select category មួយហើយយើងទៅ enable វា enable ទាំងអស់ក៏បានឬក៏យើងចុច select វាមួយក៏បានដែរតោះមកយើង apply change ទៅ rule ហ្នឹងវានឹងenable នៅក្នុង interface ហ្នឹងហើយនៅពេលដែលយើងចង់ចូលមក alert យើងចូលទៅ alert ទៅហើយយើងអាច select WAN ឬក៏ LAN អញ្ចឹងទៅហើយសម្រាប់នេះជា WAN ដែល alert យើងមកយើងហ្នឹងហើយសម្រាប់មួយទៀតជា alert ដែលបានពី LAN ហើយជាចុងក្រោយយើងចូលទៅ block ទៅដើម្បីមើល log ដែលវា block IP ហ្នឹងអរគុណច្រើនចឹងចំណុចបន្តទៀតមិត្តភក្តិខ្ញុំគាត់នឹងពេលតាមបន្តអូខេឥឡូវយើងចូលមកដល់ចំណុចបន្ទាប់ដែលខ្ញុំលមួយជ័យនឹងធ្វើការ present ទៅលើ web application firewall deployment អញ្ចឹងដូចអ្នកនរគ្នាដឹងហើយថា web application គឺជាកន្លែងមួយដែលជា target របស់ attacker មែនតើ so ដូចជា traditional firewall ហ្នឹងគឺអត់បាន inspect ឬក៏បាន deep down ទៅលើ HTTPS ក៏ដូចជា HTTPS traffic payload ទេ that is why AWF coming in អញ្ចឹងនៅក្នុងនេះគឺខ្ញុំបាន integrate ជាមួយនឹង mode security ដោយសារតែ mode security គឺមាន ability ក្នុងការ inspect ទៅលើ traffic ក៏ដូចជាការមាន ability ទៅលើការ detect នៅ malicious request ការ block in real time ក៏ដូចជាការ lock នៅ event ទាំងអស់ហ្នឹងផងដែរហើយនៅក្នុងនេះគឺខ្ញុំបាន integrate ជាមួយនឹង OWASP version 3.2នៅក្នុងឆ្នាំ2021ដោយសារតែនៅក្នុងនេះគឺបាន cover ទៅលើ A01 A03 A05 និង A07 ដែលនៅក្នុងនោះមានដូចជា broken access control injection security misconfiguration ក៏ដូចជា identification ក៏ដូចជា authentication failure អញ្ចឹង objective នៃការ deploy WAF ហ្នឹងដូចអ្នកនរគ្នាដឹងហើយគឺដើម្បីការពារនៅ web application របស់យើងហើយការ prevent នៅ exploitation ជាមួយនឹងការ control នៅ coming traffic ចូលមកដល់ environment in internal network របស់យើងអញ្ចឹងនៅក្នុងនេះគឺខ្ញុំបាន deploy ទៅក្នុង DMZ environment អញ្ចឹងហេតុអីមកខ្ញុំធ្វើការ deploy នៅក្នុង DMZ environment អញ្ចឹងដូចអ្នកគ្នាដឹងហើយថា DMZ គឺជាកន្លែងគឺជារបស់មួយដែល sit between network ជាមួយនឹង internal network ហើយដោយគ្រប់ទៅតាមbest practice របស់ ISO 27001ក៏ដូចជា framework NIST ក៏ដូចជា ICIS គឺគេបាននិយាយថា WAF ហ្នឹងគួរតែ deploy នៅលើ DMZ environment ហ្នឹងនេះគឺជា environment detail អ្នកនរគ្នាអាចមើលបានអញ្ចឹងនៅក្នុងនេះគឺ lock កន្លែងនេះគឺមាន lock ចំនួន3អ
អញ្ចឹង lock ទី1ហ្នឹងគឺsecurity audit lock អញ្ចឹងនៅក្នុងហ្នឹងគឺមាន row ID មាន attack type អីមាន payload ជាមួយនឹង action ហ្នឹងគឺ block ហ្នឹងហើយហើយទី2គឺ error lock ដែល confirm ថា request ហ្នឹងគឺបាន deny by mode security ដែលយើងបាន deploy ទៅលើ web application របស់យើងហ្នឹងទី3គឺ access lock ដោយនៅក្នុងនេះគឺ show request with 403ដែល403ហ្នឹងគឺ forbidden response code អញ្ចឹងចូលមកដល់ចំណុចនេះគឺការ implement ជាមួយនឹងការ testing អញ្ចឹងទី1ហ្នឹងគឺការ update ទៅលើ system ដើម្បី ensure ថា package ហ្នឹងគឺ current ទាំងអស់គឺថ្មីទី2គឺខ្ញុំបាន install ទៅលើ Apache ហើយជាមួយនឹងការបើក server status ដូចអ្នកនរគ្នាឃើញអញ្ចឹងថាវាគឺ running ហើយ step ទី3គឺខ្ញុំបាន install ជាមួយនឹង mode security step ទី4គឺការ config ទៅលើ mode security ជាមួយនឹងការ copy វាទៅកន្លែង active config ហើយកន្លែងនេះគឺជាកន្លែងមួយដែលខ្ញុំបានបើកនៅ blocking mode ដែលដូរពីdetect only ទៅជា on អញ្ចឹងកន្លែងនេះគឺខ្ញុំបាន clone OWASP មកពី GitHub Spider Labs ហើយកន្លែងនេះគឺខ្ញុំបាន load វាចូលទៅក្នុង security to config ដោយសារតែនៅកន្លែងនេះគឺខ្ញុំបានប្រើ mode security ហ្នឹងគឺ version 2 so យើងត្រូវ add ពី line នេះចូលដើម្បីឲ្យ module ហ្នឹង load ចូលទៅក្នុង file security 2នេះអញ្ចឹងកន្លែងនេះគឺ នេះ load CRS អញ្ចឹងចូលមកដល់ testing ដោយដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺ192 168 122.132ហ្នឹងគឺជា web application របស់ខ្ញុំIP application របស់ខ្ញុំអញ្ចឹងកន្លែងនេះគឺខ្ញុំបានធ្វើ remote ចូល remote code execution ចូលអញ្ចឹងមានន័យថាដោយសារតែខ្ញុំបាន deploy នៅ mode security ហើយ so អញ្ចឹងវានឹងចេញមក403 forbidden ណាប៉ុន្តែបើខ្ញុំបើកនៅrule engine ទៅជា detect only វិញគឺវានឹង load ថា detect វានឹង load ប៉ុន្តែវាអត់ block ទេហើយ attacker គឺគាត់អាច access ចូលមើលបានធម្មតា so អញ្ចឹងជាថ្មីម្ដងទៀតនៅពេលដែលយើង open នៅ secure engine on ហ្នឹងទៅគឺ attacker ហ្នឹងគឺគាត់អាច access ចូលមកដល់ web page របស់យើងបានទេដោយសារតែ mode secure action ហ្នឹងគឺបាន block បាត់ហើយហើយនេះគឺជា log ដែលខ្ញុំបានថតមកគឺនៅក្នុងនេះគឺ mode security audit log អញ្ចឹងកន្លែងនេះគឺ OWASP ខ្ញុំប្រើ 3.2 ជាមួយនឹងការប្រើប្រាស់ដោយសារតែ attacker ហ្នឹងគឺគាត់បានប្រើប្រាស់នៅនេះ command មួយនេះ cat etc ជាមួយនឹង password ដែលគាត់ព្យាយាមទៅហៅ password អញ្ចឹងទៅគឺអត់បានទេគឺ block ដោយសារតែនៅក្នុងហ្នឹងគឺ detect មកគឺដោយសារតែRCE គឺ5 LIF ហ្នឹងក៏5ដែរអញ្ចឹងមានន័យថា score វាគឺខ្ពស់ that is why security mode ហ្នឹងគឺបាន block ចោល error log ដែលដូចខ្ញុំបាននិយាយចឹងថា error log គឺជា log មួយដែល confirm ថា request មួយហ្នឹងត្រូវបាន deny ដោយ mode security អញ្ចឹងដូចអ្នកនរគ្នាបានឃើញចឹងថានៅពេលដែលយើងព្យាយាមប្រើទៅលើដូចជាការប្រើ backslash ឬក៏ការប្រើជាមួយនឹងសញ្ញាសញ្ញានេះអីជាដើមគឺគេនឹង match pattern របស់គេដោយនៅក្នុងពេលហ្នឹងបើអ្នកនរគ្នា git clone មកពី OWASP ហ្នឹងដោយអ្នកនរគ្នានឹងឃើញ folder មួយដែលមាន name ថា rule តែនៅក្នុងហ្នឹងគឺគេមាន configuration rule គេច្រើនមែនតើអញ្ចឹងនៅពេលដែលខ្ញុំព្យាយាមប្រើទៅនៅពេលដែលខ្ញុំប្រើ etc passwd ហ្នឹងគឺនៅពេលហ្នឹងគឺcommand មួយហ្នឹងគឺគេ match phrase របស់គេដែលមាននៅក្នុង file configuration របស់គេហ្នឹងហើយអញ្ចឹងseverity របស់វាគឺ critical that's why traffic មួយហ្នឹងត្រូវបាន block អញ្ចឹងចូលមកដល់ចំណុចបន្ទាប់នេះគឺ access lock ចុងក្រោយគេដោយ access lock ចុងក្រោយហ្នឹងគឺ
ដើម្បី confirm ថា request មួយហ្នឹងជាមួយនឹង303 response code អញ្ចឹងដោយសារតែកន្លែងនេះគឺ code វា200គឺមានន័យថាអូខេដោយសារតែពេលហ្នឹងគឺខ្ញុំអត់ទាន់បានchange security role engine ហ្នឹងទៅជា on នេះគឺខ្ញុំពេលហ្នឹងគឺខ្ញុំនៅប្រើ detection only that's why គឺនៅពេលដែលយើងទោះបីជាយើងប្រើនៅ command ដើម្បីរក etc password ហ្នឹងក៏ដោយក៏វាចេញពីរកនឹងដែរក៏វាចេញអូខេដែរអញ្ចឹងនៅពេលនេះគឺខ្ញុំបានប្រើនៅ deploy នៅWAF ជាមួយនឹងmore security engine ហ្នឹងគឺខ្ញុំchange វា to on so that's why វាចេញ403ដែល confirm ថា traffic មួយហ្នឹង request មួយហ្នឹងគឺត្រូវបាន forbidden អញ្ចឹងមានន័យថាត្រូវបាន denied so អញ្ចឹងចំណុចខ្ញុំមានតែប៉ុណ្្នឹងឯងហើយមិត្តភក្តិខ្ញុំនឹងនិយាយទៅចំណុចបន្ទាប់ជំរាបសួរលោកគ្រូម្ដងទៀតខ្ញុំសុជាតិនឹងមកពេលខ្ញុំនឹងមក demo តេតឹងទៅនឹង secure email gateway ដែរនៅក្នុងហ្នឹងដែរគឺខ្ញុំnetwork environment ហ្នឹងគឺខ្ញុំមាន firewall មាន profit ដែលខ្ញុំយកធ្វើជា SMTP spam assistant ដែលជា open source សម្រាប់ filter spam DB code គឺខ្ញុំប្រើធ្វើជា mail server ដែលមាន POP-C ជាមួយនឹង IAM ហ្នឹងហើយនេះគឺជា flow traffic របស់ខ្ញុំដែល sender នឹងធ្វើការ send ដែលមាន PR send route ច្រឡំ fiber គឺជាអ្នក route ដែលខ្ញុំប្រើប្រាស់វាដើម្បីធ្វើការ route នៅក្នុង network ជាមួយនឹង SMTP postfit ដើម្បីធ្វើការ transfer mail ហើយនឹងmail sourcing វាធ្វើការ check មើលថាអានឹង spam ហើយបានវាបើសិនជាវាអត់មាន spam ទេវានឹង send ចូលទៅកាន់ mail server mailbox ហ្នឹងបើសិនជាវាមាន spam វាអាចនឹង send ទៅកាន់ spam folder ឬក៏drop នៅ email ហ្នឹងហើយ require package ខ្ញុំទៅ send ក្នុង page share ហើយអ្នកទាំងអស់គ្នាចង់មើលអាចក្រុមសួរក្រុម GRC បានអញ្ចឹងចំណុចបន្ទាប់ទៀតខ្ញុំនឹងចូលទៅកាន់ topology ដើម្បីធ្វើការ demo security gateway ដែលខ្ញុំធ្វើខាងហ្នឹងដែលនៅក្នុងហ្នឹងដែរគឺខ្ញុំបាន build នៅ mail server ជាមួយនឹងmail gateway ដើម្បី test ដោយសារតែខ្ញុំធ្វើ mail gateway បានត្រូវការ mail server ដែលនៅក្នុងដែលខ្ញុំប្រើ Linux machine នៅក្នុងហ្នឹង objective ដែលមាន3 spam phishing ជាមួយ data log prevent ហើយ domain name គឺខ្ញុំប្រើ cdt.cybergdap.com ហើយ data ដែលខ្ញុំនឹងបង្ហាញហ្នឹងគឺទី1ហ្នឹងគឺខ្ញុំបង្ហាញពី normal email ដែល gateway គាត់ filter ហើយទី2ហ្នឹងគឺ spam email ដែល spam email ហ្នឹងគឺខ្ញុំបែងចែកជាពីរទៀត spam email ធម្មតានៅពេលដែល spam ហើយគឺ send ទៅ spam folder ប៉ុន្តែនៅពេលដែល email ដែលជា phishing ឬក៏បើមាន virus គឺឲ្យវា reject ចោលតែម្ដងដែលខ្ញុំនឹង send email ពី vendor ហ្នឹងដែលមានដែល email គាត់គឺ user A ខ្ញុំធ្វើការ send email ពីហ្នឹងទៅដែលដំបូងគឺ legal email នេះយើងដាក់ user B subject ខ្ញុំដាក់ test ចោលដើម្បីsend to user B ហើយកន្លែងនេះbody ដែលយើងនឹងថានឹង send អីទៅអញ្ចឹងspam test ធម្មតាយើងចាក់យើងគ្រាន់តែ send to verify អញ្ចឹងទៅប៉ុណ្្នឹងទៅហើយយើងធ្វើការ send ទៅអញ្ចឹងយើងមើល log របស់យើងអញ្ចឹងយើងចូលមកមើល log របស់យើងដែលយើង send បាញ់មិញហ្នឹងទៅយើងឃើញថានេះ status send to delivery ដែលនេះឆ្លងកាត់ spam check អីចឹងទៅបើសិនជាវាអត់មានវានឹង send to mailbox ចឹងដើម្បី verify វាយើងចូលយើងឃើញនេះ send to verify ចឹងយើងទៅមើលនេះទៅបន្ទាប់មកគឺខ្ញុំនឹង send spam email ទៅអញ្ចឹងយើងតទៅពីខ្ញុំ send normal traffic ហើយអញ្ចឹងខ្ញុំ
តែទី2គឺ send spam email ដែលដំបូងហ្នឹងគឺខ្ញុំនឹង send data loss prevent ដែលនៅក្នុងហ្នឹងដែរដូចឧទាហរណ៍ថា user ឬក៏ staff គាត់ send នៅ sensitive information ទៅក្រៅអញ្ចឹងគេ email gateway ហ្នឹងគាត់នឹងធ្វើការ check ទៅលើbody ដែលគាត់នឹង send ទៅដែលនៅក្នុង test នេះដែរគឺខ្ញុំនឹងយក credit card ឬក៏ password ដើម្បី verify ចូលកាន់ user ដើម្បីធ្វើការ send email ចឹងធ្វើការ send ចឹងពេលដែលយើង send ទៅយើងចូលទៅមើល log ថាតើអា email ដែល send ទៅហ្នឹងវានឹងទៅកន្លែងណាទៅ spam ឬក៏ទៅ mailbox ហើយអានេះខ្ញុំភ្លេច mention ដែរខ្ញុំប្រើប្រាស់នៅ spam assassin open source ដែលវាគឺជាអ្នកដែល filter system identify ហើយនឹង block spam ដោយ analyze ទៅលើ suspicious content header ក៏ដូចជា pattern ដែលវាប្រើអញ្ចឹងនៅពេលដែលវា analyze ហើយវាឃើញថា email ហ្នឹង flag វាគឺជា spam វានឹង send ទៅកាន់ spam proc mail នេះវាគឺជា filtering tool មួយដែលប្រើប្រាស់សម្រាប់តែយើងគួរ design ថា spam ហ្នឹងគួរតែ send ទៅ folder spam ឬក៏ drop ចោលដោយរយៈយើងចងជា condition វាហើយវា check ទៅលើ flag វា check ទៅលើ score មកមើលខ្ញុំចងជា condition វាដែលបើសិនជា status yes ហើយ score របស់វាពី1ទៅដល់10ពី1ទៅដល់9ហើយនឹងធំជាង10គឺយើងនឹង drop វាចោលដោយសារតែវា high risk ហើយយើងមើលខាងក្រោមបើសិនជា flag yes យើង send វាទៅspam folder អញ្ចឹងនេះខ្ញុំមានtest file មួយដែលខ្ញុំប្រើ spam assassin ដើម្បី verify ហើយនៅក្នុង PDL ហ្នឹងមាន sensitive information credit card អញ្ចឹងនៅពេលដែលយើងធ្វើការ test ទៅវានឹងបង្ហាញ flag ដូចជានេះយើងឃើញ spam check spam flag yes ហើយ status yes score 90 score 11.5 អញ្ចឹងវា high risk អញ្ចឹង spam ធ្វើការ drop វាចោលហើយវា detect វាប្រាប់ថា email មួយនោះគឺជា spam ហើយនេះគឺជា rule base ក៏ដូចជា score ដែលគេ assign verify គឺយើងចូល user B យើងឃើញថាអត់មាន mailbox ចូលក្នុងហ្នឹងទេដោយសារតែ spam high risk ត្រូវបាន gateway drop ចោលបាត់ហើយអញ្ចឹងយើងចូលមកកាន់ log syslog server ដែលនៅ collect device ទាំងអស់ហ្នឹងហើយខ្ញុំចូលមក verify ថាតើវា log as all activity របស់ device ដែលនៅក្នុងហ្នឹងអត់ដោយសារតើខ្ញុំ test តែឯងគឺអញ្ចឹងនៅក្នុងហ្នឹងគឺមានតែ mail gateway ទេដែលវា collect ពី log របស់ mail gateway ចូលទៅកាន់ syslog server ហើយយើងឃើញនេះ user B នៅក្នុង syslog server អញ្ចឹងឥឡូវខ្ញុំចូលទៅកាន់ mail gateway វិញដើម្បីមើល syslog តើវាដូចគ្នាអត់នេះយើងឃើញយើងមើល time stream time នេះហើយអានេះគឺជា syslog server អញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹង